សូមជម្រាបសួរបងប្អូនប្រជាកសិករទាំងអស់គ្នាដែលចូលមកទស្សនានៅក្នុង Channel YouTube របស់ខ្ញុំហើយថ្ងៃនេះខ្ញុំបង្ហាញបងប្អូនតាក់ទងជាមួយនឹងការអនុវត្តទៅលើគោលការណ៍ CLO ហើយនឹងការប្រើប្រាស់ថ្នាំធម្មជាតិប្រភេទទឹកធ្យូងជីវៈសម្រាប់ការពារដំណាំហើយការអនុវត្តនេះនៅឃុំរមិញស្រុកកណ្ដែតខេត្តតាកែវយើងហើយក្រុមការដឹកនាំផ្ទាល់របស់អាដាមបណ្ឌិតយ៉ងសង្គមារដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់នេសាទហើយគាត់តែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើការអនុវត្តតាមបែបធម្មជាតិហើយកាត់បន្ថយនៅការចំណាយរបស់កសិករហើយការអនុវត្តនេះយើងអនុវត្តទៅលើមន្ត្រីកសិកម្មគុំផ្ទាល់ហើយគោលការណ៍ CLO 7ចំណុចនេះគាត់បានរៀបចំធ្វើយ៉ាងយកចិត្តទុកដាក់ទីមួយការប្រៀបដីស្មើទៅលើផ្ទៃដី3ហត្ថ8ដោយសារដីនេះតែម្ដុំទេបាទហើយការប្រើប្រាស់ពូជសុទ្ធពីមុនឡើយគាត់ប្រើពូជចូល350គីឡូតែឥឡូវនេះគាត់មកប្រើប្រាស់តែ200គីឡូទេក្នុង1ហិកតាហើយការទុកចន្លោះគុម្ពដោយសារយើងប្រើប្រាស់ពូជតិចអញ្ចឹងចន្លោះគុម្ពវាគឺវាទលាយល្អអញ្ចឹងការបែកគុម្ពរបស់ដំណាំស្រោមនេះក៏បានល្អដែរមួយទៀតការដាក់ទឹកស្ងួតសើមនេះការប្រើប្រាស់ទឹកស្ងួតសើមនេះគាត់បានអនុវត្តយ៉ាងជាប់លាប់ដែរបាទក្នុងដំណាក់កាលស្រោបែកគុម្ពហើយការប្រើប្រាស់ជីទ្រាប់បាតក៏គាត់បានអនុវត្តដែរមួយទៀតការប្រើប្រាស់ថ្នាំពុលការប្រើប្រាស់ថ្នាំពុលធម្មជាតិនេះដែលគាត់បានប្រើប្រាស់ទឹកធ្យូងជីវៈជាប្រចាំអញ្ចឹងក្រុមការចង្អុលបង្ហាញរបស់អាដាមបណ្ឌិតយ៉ងសង្គមាឃើញថាការកាត់បន្ថយចំណាយទៅលើការប្រើប្រាស់ថ្នាំពុលបានច្រើនមែនទែនទៅលើដំណាក់កាលនេះអញ្ចឹងបងប្អូនកសិករយើងអាចយកគំរូបាក់តាមបានដោយសារក្នុងដំណាក់កាលនេះយើងឃើញថាវត្តមានរបស់សត្វល្អិតអីផ្សេងៗក៏អត់សូវមានដែរទាំងជំងឺទាំងអីដូចឃើញយើងឃើញនៅក្នុងវីដេអូនេះជាក់ស្ដែងហើយចាំពេលប្រមូលផលខ្ញុំនឹងធ្វើវីដេអូនេះម្ដងទៀតដើម្បីបញ្ជាក់ថាវាបានផលប៉ុណ្ណាចំណេញប៉ុណ្ណាសម្រាប់បងប្អូនប្រជាកសិករយើងយកទៅអនុវត្តតាមបាទអរគុណច្រើនអត់ណាក៏បាន 100K